តុលាការខំខ្លួនអុកញ៉ាលីកូដាក់ពន្ធនាគាររឿងរកស៊ីនឹងការស្កេមអនឡាញជាច្រើនកន្លែងថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវលោកលីកូអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញ PJ ជននេះត្រូវបានតំណាងឯកការចោទប្រកាន់ពីបទរំលោភរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទឆោបបោកមានស្ថានភាពទម្ងន់ទោសជាក្រុមមានការចាប់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យផ្តល់ទានទោសតាមមាត្រា377និងមាត្រា380នៃព្រហ្មទណ្ឌនិងមាត្រា38ស្តីពីច្បាប់ការប្រឆាំងការសម្អាតប្រាក់និងហេដ្ឋារចនានិងភេរវកម្មតាមព័ត៌មានលោកលីគួងដែលមានងារជាអុកញ៉ាផងដែរបានរកស៊ីនឹងការបិទល្មើសស្កេមអនឡាញនេះយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលនរម្មិនសូវស្គាល់និងមិនឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រែកចាក់ដែលក្រុមបរទេសរត់ចេញយ៉ាងស្រស់ស្រាយស្រស់ស្រាក់កាលពីយប់មិញក៏មានម្នាក់នេះនៅពីក្រោយផងដែរ